សូមជូនរឿងខ្មោចម្ដាយនិងកូនការរីកចម្រើនលូតលាស់ធ្វើឲ្យកើតមាននូវភាពងាយស្រួលហើយភាពងាយស្រួលនោះក៏ធ្វើឲ្យមនុស្សទៅណាមកណារកគ្នាបានយ៉ាងលឿនផងដែរកាលពីមុនមនុស្សយើងធ្វើដំណើរទៅណាមកណាដោយជើងទទេឬក៏ដោយរទេះតែប៉ុណ្ណោះរឿងដែលខ្ញុំនឹងលើកយកមកនិយាយចែកជូនប្រិយមិត្តនៅពេលយប់នេះគឺជារឿងដែលជីតារបស់ខ្ញុំបាននិយាយឲ្យខ្ញុំស្ដាប់គាត់បាននិយាយថាកាលពី70ឆ្នាំមុនគមនាគមន៍នៅក្នុងភូមិរបស់ខ្ញុំមិនងាយដូចសប្តាហ៍ថ្ងៃនេះឡើយការធ្វើដំណើរទៅមករកគ្នាត្រូវអាស្រ័យការដើរទាំងអស់រយៈពេលជាច្រើនម៉ោងច្រើនថ្ងៃច្រើនខែទម្រាំដល់គោលដៅការធ្វើដំណើរទៀតសោតត្រូវដើរកាត់ព្រៃយ៉ាងជ្រៅពេលខ្លះជាព្រៃពោពេញទៅដោយគ្រោះថ្នាក់ជាច្រើនយ៉ាងដូចជាខ្លាពស់គ្រុនចាញ់ជាដើមពេលខ្លះទៀតត្រូវធ្វើដំណើរឆ្លងកាត់ជ្រោះជ្រងចន្លងដងអូស្ទឹងប្រែកនិងពេលខ្លះទៀតត្រូវដើរឆ្លងកាត់ភ្នំក៏មានការធ្វើដំណើរម្ដងត្រូវតែមានមិត្តភ័ក្តិគ្នាទៅជាមួយជាច្រើនអ្នកស្រណុកពេលដែលមានហេតុការណ៍អ្វីកើតឡើងនៅក្នុងព្រៃពេលធ្វើដំណើរទៀតសោតត្រូវប្រយ័ត្នប្រយែងទៅលើពាក្យសម្ដីឲ្យមែនទែនមិនអាចនិយាយលេងផ្ដេសផ្ដាស់ដូចនៅក្នុងស្រុកភូមិបានឡើយមានសម័យថ្ងៃមួយនោះលោកតារបស់ខ្ញុំគាត់បាននាំបងប្អូនកូនក្មួយមួយចំនួនទៅលេងស្រុកឪពុករបស់គាត់ដែលនៅឆ្ងាយពីគ្នាឆ្លងខេត្តឆ្លងឃុំជាច្រើនយប់ទើបទៅដល់ក្រោយមានគម្រោងត្រឹមត្រូវហើយគាត់ក៏បបួលគ្នាចំនួន5នាក់ដែលជាបងប្អូនកូនក្មួយរបស់គាត់រួមមានអ៊ំដេតអ៊ំដាំអ៊ំស្រីរំដួលនិងអាតូលដែលជាក្មួយរបស់គាត់អាតូលជាក្មេងវ័យជំទង់អាយុ18ឆ្នាំឈានចូល19ឆ្នាំដែលជាវ័យកំពុងតែចង់សាកល្បងនិងគ្រោះភ័យស្រាប់ការធ្វើដំណើរបានចាប់ដើមឡើងនៅពេលដែលព្រលឹមស្រាងក្រោយពីគ្រប់គ្នាបានលាបងប្អូនប្រពន្ធកូនរួចជាស្រេចគ្រប់គ្នាបានដាស់តឿនមុនជាស្រេចថាពេលកំពុងធ្វើដំណើរកាត់ព្រៃហាមនិយាយបោកបញ្ឆោតគ្នាលេងផ្ដេសផ្ដាស់ជាដាច់ខាតការធ្វើដំណើរកាន់តែឆ្ងាយទៅរាប់សិបគីឡូម៉ែត្ររហូតដល់រយៈពេល3ថ្ងៃទើបបានមកដល់ភ្នំមួយមុននឹងធ្វើដំណើរឆ្លងភ្នំនោះក៏ដល់ពេលជិតយប់ទៀតទៅហើយគ្រប់គ្នាក៏រកកន្លែងសម្រាកនៅទីនោះសិនរៀបចំដាំស្លញ៉ាំបាយញ៉ាំទឹករួចរាល់ក៏នាំគ្នាសម្រាកទៅដោយសារអស់កម្លាំងពីការធ្វើដំណើរពេញមួយថ្ងៃម្នាក់គេងលក់ស្រួលណាស់ពេលយប់ជ្រៅអាកាសធាតុចាប់ផ្ដើមត្រជាក់អ៊ំស្រីរំដួលគាត់ភ្ញាក់ឡើងយកគល់អស់ទៅកូរនៅក្នុងភ្នួភ្លើងបន្ថែមដើម្បីទប់ទល់នឹងអាកាសធាតុត្រជាក់នៅពេលដែលអ៊ំស្រីរំដួលកំពុងតែយកអស់កូរដាក់នៅក្នុងគំនរភ្លើងនោះគាត់បានសម្លឹងទៅឃើញដើមឈើមួយដើមធំដែលនៅមិនឆ្ងាយពីកន្លែងដែលគាត់សម្រាកប៉ុន្មានឡើយបានជាគាត់សម្លឹងទៅមើលដើមឈើដ៏ធំមួយនោះក៏ព្រោះតែគាត់បានឮសូរសំឡេងម្ដាយនិងកូន2នាក់រត់លេងនៅជុំវិញដើមឈើធំនោះអ៊ំស្រីក្រវីក្បាលព្រោះតែមិនចង់ជឿនឹងភ្នែកខ្លួនឯងប៉ុន្តែពេលដែលគាត់ងាកទៅមើលម្ដងទៀតស្រាប់តែបាត់មនុស្សទាំងអស់នោះនៅសល់តែដើមឈើស្ងាត់ជ្រាបអ៊ំស្រីរំដួលគាត់មិនបានគិតអ្វីច្រើនទៀតទេគិតត្រឹមតែថាអ្វីដែលគាត់បានឃើញបានឮនោះវាគឺជារឿងធម្មតាដែលកើតមានឡើងដល់មនុស្សដែលធ្វើដំណើរនៅក្នុងព្រៃក្រោយពីបំពុះភ្នក់ភ្លើងរួចរាល់ហើយអ៊ំស្រីរំដួលក៏ចូលទៅគេងកន្លែងដើមវិញព្រឹកឡើងគ្រប់គ្នាលុបមុខមាត់ញ៉ាំអាហារពេលព្រឹកដោយមានម្ហូបមាន់ព្រៃដុតដែលអាតូលរកបានដោយប្រើជំពាមកៅស៊ូព្រោះការចំនួននោះសត្វព្រៃគ្រប់មុខនៅសម្បូរណាស់ក្រោយពីញ៉ាំបាយរួចក៏នាំគ្នាធ្វើដំណើរបន្តទៅទៀតនៅពេលកំពុងធ្វើដំណើរអ៊ំស្រីរំដួលជាអ្នកនៅពីក្រោយគេបំផុតគាត់តែងតែឮសំឡេងមនុស្សដើរតាមពីក្រោយខ្នងគាត់ជានិច្ចបន្ទាប់ពីបានឃើញម្ដាយនិងកូនកាលពីយប់មិញពេលជិតដល់ភូមិមេឃក៏ងងឹតល្មមម្នាក់ក៏រត់រះដើម្បីឲ្យទៅដល់ភូមិឆាប់នៅពេលនោះដែររឿងដែលមនុស្សស្មានដល់ក៏កើតមានឡើងគ្រប់គ្នាបានឃើញស្ត្រីនិងកូនតូចអង្គុយនៅនឹងកណ្ដាលផ្លូវបែរខ្នងដាក់ឲ្យព្រមទាំងមានក្លិនស្អុយក៏គ្រប់នៅបរិវេណនោះទៀតផងភ្លាមនោះស្ត្រីម្នាក់នោះក៏សន្សឹមងាកមុខមក
មុខមាត់របស់ស្ត្រីនោះហើយនឹងក្មេងមានទឹកពណ៌លឿងនិងខ្ទុះហូរចេញមកតាមផ្ទៃមុខគួរឲ្យខ្លាចនិងគួរឲ្យខ្ពើមជាទីបំផុតគ្រប់គ្នាមិនបានគិតច្រើនក៏ដាក់មេប្រូចេញពីកន្លែងនោះទៅតាមវិធីក្បាលអ្នកណាសក់អ្នកនោះអត់មានអ្នកណាជួយអ្នកណាបានឡើយរត់អស់មួយសន្ទុះធំក៏បានទៅដល់វត្តមួយនៅក្នុងភូមិក្រោយពីសម្រាប់បាត់ហត់ហើយព្រះសង្ឃបាននិយាយឲ្យស្ដាប់ថាស្ត្រីនិងកូននោះគឺជាខ្មោចដែលត្រូវបានគេសម្លាប់បន្ទាប់ពីការចាប់រំលោភរួចកាលពីអាទិត្យមុននោះក្រោយមកពួកគាត់ក៏ថ្វាយបង្គំព្រះសង្ឃធ្វើដំណើរបន្តទៅកាន់ផ្ទះញាតិមិត្តបងប្អូនដែលបែកគ្នាអស់រយៈពេលរាប់សិបឆ្នាំដោយក្តីនឹករលឹករឿងខ្មោចម្ដាយនិងកូនដែលខ្ញុំបានលើកយកមកអធិប្បាយនៅពេលនេះសូមចប់តែប៉ុណ្ណេះរាល់ពាក្យពេចន៍និងកំហុសឆ្គងដែលកើតមានឡើងដោយអចេតនាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីប្រិយមិត្តអ្នកស្ដាប់គ្រប់គ្នាសូមអរគុណ